បាទប្រិមិត្តទូរទស្សនិកជនជាទីគោរពរាប់អានថ្មីនេះឃើញអង្គភាពអ្នកសារព័ត៌មានមួយក្រុមបានទៅខេត្តត្បូងឃ្មុំបាទបានធ្វើសកម្មភាពបដិទ្ធយករូបភាពតាក់ទងទៅនឹងគម្រោងដេញថ្លៃធ្វើផ្លូវបាទនៅឃុំល្ងៀងបាទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំគណៈនោះផងដែរខាងមន្ត្រីម្នាក់បាទគាត់បានមកគេហៅថាហាមឃាត់អ្នកសារព័ត៌មានហ្នឹងមិនឲ្យចូលថតកន្លែងសកម្មភាពគេដាក់ដេញថ្លៃហ្នឹងទេខ្ញុំឆ្លងហាមូលហេតុអីបានជាមានការរើសអើងមានការត្បិតត្បៀតមានការលាក់បាំងគ្រាន់តែជាគម្រោងដេញថ្លៃមូលនិធិភូមិឃុំសោះហ្នឹងបាទហេតុអ្វីបានជាមានការលាក់បាំងព្រោះកន្លែងហ្នឹងកន្លែងប្រជាពលរដ្ឋគាត់ទៅបានដែរតាកន្លែងជាមន្ត្រីសាធារណៈបំរើប្រជាពលរដ្ឋតាកន្លែងនោះបាទហើយគម្រោងដេញថ្លៃនោះគឺគម្រោងមូលនិធិភូមិឃុំសង្កាត់បាទរបស់ក្រសួងតែគាត់ចាត់ចែងមកឲ្យខាងក្រុមហ៊ុនផ្សេងហ្នឹងដាក់ដេញថ្លៃចុះដោយឡែកហេតុអីបានខុសគេតាស្រុកត្បូងឃ្មុំនឹងមួយអីក៏ខុសគេខុសឯងហាមឃាត់អ្នកសារព័ត៌មានធ្វើអីហើយគាត់ទៅធ្វើស្អីគាត់ចង់យកព័ត៌មានដើម្បីចែកជូនមហាជនការដាក់ដេញថ្លៃវាប្រកបទៅដោយជោគជ័យឬមួយក៏បរាជ័យយ៉ាងម៉េចមានការលាក់បាំងយ៉ាងម៉េចបានជាខាងមន្ត្រីហ្នឹងគាត់ហាមឃាត់មិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានបើតាមអះអាងពីរដ្ឋបាលសាលាស្រុកលោកអាបាលស្រុកក៏បានអះអាងថាលោកញឹមរាវីបាទគាត់ជាមន្ត្រីចាត់ចែងផែនការសាលាខេត្តដែលគាត់ហាមគាត់អ្នកឲ្យអ្នកមិនឲ្យអ្នកសារព័ត៌មានចូលថតហ្នឹងណាអញ្ចឹងអស់លោកខ្លាចស្អីបើក៏អស់លោកមន្ត្រីស្អាតស្អំមែនលោកឯងខ្លាចធ្វើអីគ្រាន់តែគេទោសយកព័ត៌មានសោះហ្នឹងហើយមានអីលាក់បាំងកន្លែងនោះបាទហេតុអ្វីបានជាត្រឹមតែអ្នកសារព័ត៌មានក្នុងស្រុកបានចូលកើតហើយអ្នកផ្សេងចូលកើតអាហ្នឹងមូលហេតុអីមើលបងខាងញឹមរាវីនេះលោកញឹមរាវីដែលជាមន្ត្រីទីចាត់ចែងផែនការសាលាខេត្តនេះលោកបានអះអាងថាចៅហ្វាយខេត្តអ្នកបញ្ជាថាមិនអោយអ្នកសារព័ត៌មានក្រៅស្រុកហ្នឹងបោកយកព័ត៌មានទេប៉ុន្តែខ្ញុំបានទំនាក់ទំនងទៅអាដាមអែមកុសលដែលជាអភិបាលខេត្តត្បូងឃ្មុំលោកបានមានប្រសាសន៍ថាលោកមិនបានចាត់តាំងឲ្យមន្ត្រីហ្នឹងដាក់ផែនការមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានទេចុះហេតុអីបានលោកអីញឹមរាវីនេះអះអាងថាអាដាមអភិបាលខេត្តដាក់ផែនការមកដាក់បទបញ្ជាមកថាមិនឲ្យអ្នកសារព័ត៌មានចូលថតចូលយកព័ត៌មានបាទបើខ្ញុំបានសួរទៅអាដាមអាបាខេតហើយគាត់អត់បានបញ្ជាអត់បានដាក់ផែនការផងណាហើយចុះលោកញឹមរាវីឯងក៏ចិត្តចង្អៀតចង្អល់ម្លេះគ្រាន់តែជាការដាក់ដេញថ្លៃគម្រោងភូមិឃុំសង្កាត់សោះហ្នឹងមានអីធ្វើលាក់បាំងឬមួយអស់លោកបានត្រូវងើគ្នាជាមួយអ្នកវិនិយោគអ្នកក្រុមហ៊ុននោះឯងបានមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានមើលអស់លោកញឹមរាវីជួយបកស្រាយតិចមើលហើយខ្ញុំមិនបានមានលេខទូរស័ព្ទលោកញឹមរាវីហ្នឹងទេប្រិមិត្តដោយសារអត់មានការទំនាក់ទំនងខ្ញុំដើររកលេខគាត់មិនបានបាទខ្ញុំសួរគេដែរប៉ុន្តែគេថាមិនមានហើយគេមិនឲ្យដឹងខ្ញុំអត់ដឹងណាខ្ញុំចង់ព្យាយាមទៅលោកញឹមរាវីដែលជាមន្ត្រីទីចាត់ចែងផែនការសាលាខេត្តហ្នឹងឲ្យបកស្រាយមកអង្គភាពសារព័ត៌មានតើហេតុអ្វីបានជាលោកមានការលាក់បាំងក្នុងគម្រោងដាក់ដេញថ្លៃឃុំសង្កាត់អាហ្នឹងមូលហេតុអីអស់លោកមានអីធ្វើលាក់បាំងនៅទៅនោះបាទមានអីធ្វើលាក់បាំងអីព្រោះកន្លែងហ្នឹងកន្លែងមហាជនគាត់ទៅបានតែមិនឲ្យអ្នកសារព័ត៌មានទេប្រជាពលរដ្ឋគាត់មានសិទ្ធិចូលរួមដែរតើ
ពួកលុយរបស់គាត់លុយរបស់គាត់លុយរបស់ពួកគាត់បាទគាត់មានសិទ្ធិដឹងហេតុបានលោកឯងទៅហាមគាត់គេមិនឲ្យដឹងឬមួយលោកឯងត្រូវងើគ្នាជាមួយក្រុមហ៊ុនដេញថ្លៃទាំងនោះឬមួយយ៉ាងម៉េចបានជាមានការលាក់បាំងមើលលោកញឹមរាវីលោកបបត្រៃឲ្យអង្គភាពសារព័ត៌មានឲ្យយល់តិចមើលដើម្បីចែកជូនមហាជនខ្ញុំដូចជាមិនអស់ចិត្តកន្លែងគេផ្សេងឃុំគេផ្សេងដូចជាមិនដូចឃុំអស់លោកហ្នឹងទេស្រុកគេផ្សេងខេត្តគេផ្សេងសូម្បីតែប្រជាពលរដ្ឋក៏គេចូលបានដែរចាំបាច់អីទៅអ្នកសារព័ត៌មានចាំបាច់អីទៅមន្ត្រីតែចាំបាច់អីទៅក្រុមហ៊ុនតែខុសគេខុសឯងតែខេត្តត្បូងឃ្មុំនឹងមួយអញ្ចឹងទេសូមអាដាមឯងក៏សមឯងសោះអាបាលនៃគណៈអាបាលខេត្តត្បូងឃ្មុំមេត្រាជួយបកស្រាយឲ្យមើលមន្ត្រីមួយរូបនឹងផងព្រោះខ្ញុំបានសួរអាដាមហើយថាមិនពាក់ព័ន្ធអីជាមួយអាដាមទេព្រោះដោយសារអាដាមគាត់បានលើកឡើងដែរថាឲ្យតែភូមិឃុំស្រុកអភិវឌ្ឍឲ្យបានជឿនលឿនឲ្យបានផ្លូវគុណភាពល្អលោកមិនបានហាមឃាត់នៅទង្វើបែបហ្នឹងទេបាទសូមមហាជនជ្រាបដោយឡែកលោកញឹមរាវីដែលជាប្រធានទីចាត់ការផែនការសាលាខេត្តហ្នឹងគឺគាត់ច្រឹកអញ្ចឹងឬមួយក៏ផែនការមកពីអាបាលខេត្តអាហ្នឹងខ្ញុំអត់ដឹងច្បាស់ណាព្រោះខ្ញុំបានសួរលោកអាបាលខេត្តលោកអាបាលខេត្តគាត់ថាអត់ដឹងទេគាត់មិនបានដាក់បទបញ្ជាអញ្ចឹងទេហើយគាត់ថារងមុខណាយកឈ្មោះគាត់ទៅប្រើហ្នឹងប៉ុន្តែឥឡូវឯអាដាមដឹងហើយឈ្មោះញឹមរាវីគាត់ជាមន្ត្រីទីចាត់ចែងផែនការរបស់សាលាខេត្តអញ្ចឹងអាដាមស្គាល់បាទអញ្ចឹងអាដាមទៅមានប្រធានការបែបណាខ្ញុំអត់ដឹងទេប៉ុន្តែគាត់ថាមន្ត្រីធ្វើបែបហ្នឹងគឺមិនត្រឹមត្រូវទេខ្ញុំគិតថាមិនត្រឹមត្រូវទេបាទអញ្ចឹងទេសូមអាដាមមេត្តាជ្រាបហើយគួរតែមើលមន្ត្រីបែបហ្នឹងគួរធ្វើមានវិធានការបែបណាកុំឲ្យប្រជាពលរដ្ឋកុំឲ្យមហាជនយល់ច្រឡំទៅលើសាលាខេត្តថាមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានការលាក់បាំងអីចឹងលេចកើតទៅបាទសូមបញ្ជាក់ថានៅឃុំល្ងៀងបាទឃុំល្ងៀងស្រុកត្បូងឃុំខេត្តត្បូងឃ្មុំអញ្ចឹងប្រហែលជាអាដាមស្គាល់ហើយមន្ត្រីមួយរូបហ្នឹងបាទគឺគាត់ឈ្មោះថាញឹមរាវីបាទជាមន្ត្រីទីចាត់ចែងផែនការរបស់សាលាខេត្តអញ្ចឹងនៅគីអាដាមដែរទេប្រហែលជាអាដាមស្គាល់ហើយសង្ឃឹមថាអាដាមមានវិធានការបែបណាទៅលើមន្ត្រីបែបហ្នឹងបាទសូមអរគុណ